ពពោធិសត្វព្រះអង្គពុទ្ធត្រាស់ដឹងឡើងពិចារណាមើលការជាពពោធិសត្វព្រះអង្គទៅរកចំនួនជួយប្រែគេស្លាប់លាន់ព្រះអង្គនៅតែរស់ឧបមាថាទៅចំនួនទៅការជាសំបីការជាមហាជំនួសអីលេខសពើគេស្លាប់រាប់រយនាក់ព្រះអង្គនៅរស់ត្រឡប់មកវិញទេវតាជួយការជាសវណ្ណសាមគេបាញ់ព្រួញទៅហើយទេវតាចេញមកជួយឲ្យរស់ទៀតការជារតនបញ្ចូលទៅយៈចាប់ហើយទេវតាព្រះអង្គចេញមកជួយឲ្យរស់ទៀតការជានេះជំនួសឲ្យតែមានភ័យអាសន្នគេស្លាប់លាន់ព្រះអង្គមិនងាយស្លាប់មកពីទេវតាតាមថែរក្សានរណាមានធម៌កតញ្ញូបានព្រះអង្គសម្ដែងថាយោមេតរាំងពេតរាំងវាមកចោលថាមានអបោសតិទេវាពេតហ្នឹងទីកែឆន្តិមេតាពេតិប្រាណរាំងកូនប្រុសស្រីណាដឹងគុណឪពុកដឹងគុណម្ដាយទាំងម្ដាយឪពុកនៅរស់ទាំងម្ដាយឪពុកស្លាប់ទៅធ្វើបន់ជូនគាត់ប៉ុណ្ណេះកូនប្រុសស្រីនឹងឯងទៅទីកន្លែងណាទេវតានៅកន្លែងនោះតាមថែរក្សាតាមការពារអូអញ្ចឹងដែរបានគេយកថ្លៃពីសុខសប្បាយណាខ្ញុំណាសម្បីអ្នកគេខ្លួនទៅនៅប្រទេសគេរស់ស៊ីតាមទុកតាមកប៉ាល់អីរត់មកវិញជឿអស់គាត់ថាគាត់បួងសួងទៅគុណទឹកដោះម្ដាយថ្លៃគេស្លាប់លាន់គាត់នៅទៅរស់មកដល់ស្រុកខ្មែរវិញគាត់ជឿច្បាស់ថាអូធម៌ព្រះពិតមែនគុណទឹកដោះម្ដាយថ្លៃថែរក្សាកូននយោបាយវែងមែនតើខ្ញុំមើលឃើញដែរបានលោកថាប្រអិនរៀបចេញទៅណាមកណាលើកដៃសាពះរះពីលើចុះក្រោមគ្រប់ទិសហើយគេតលៃសួរថាព្រះអង្គថ្វាយគុំណាបានប្រអិនថាថ្វាយគុំមនុស្សណាមនុស្សដឹងគុណឪពុកដឹងគុណម្ដាយចេញចាំម៉ែឪថ្វាយគុំអ្នកនោះអូប្រអិនជាស្ដេចទេវតាមកថ្វាយគុំយើងអញ្ចឹងហើយទេវតាតូចតាជាកូនចៅប្រអិនក៏ថ្វាយគុំតាមដែរអញ្ចឹងបានពីសុខសប្បាយលោកសំដែងឲ្យងាយស្ដាប់ថាចេះកូនប្រុសស្រីណាដែលជាកូនមិនជាយត់ជាកូនអាយុថ្លៃមិនងាយស្លាប់តៃហោងដោយគ្រឿងសត្រាគ្រឿងបហាឆ្នាំពឹសឆ្នាំពលសំដៅទៅលើកូនមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចាំម៉ែឪទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាធ្វើបន់សពពេលម៉ែឪស្លាប់ទី5កូនណារៀបចំទីកន្លែងតម្កល់អធិធិអធិគុណរបស់ម៉ែឪដោយប្រពៃទី6កូនណានៅតែនឹកឃើញគុណឪពុកម្ដាយចេះតែធ្វើបន់ទិសឲ្យញយនេះ6យ៉ាងនេះហើយជាកូនមុខសញ្ញាទេវតាតាមថែអាសាជាកូននយោបាយថ្លៃដែលចាស់ហៅថាជាកូនមិនចយត់ណាញោមណាមង្គលទី11ក្នុងចំណោមមង្គល38ប្រការដែលទេវតារកមិនឃើញព្រះអង្គរកឃើញថាហេតុនាំឲ្យកើតមង្គលមាន38នោះមង្គលទី11លោកថាមេត្តាបិតតបដ្ឋានណងអេតាមមង្គលលមុតតមង្គលប្រុសស្រីណាទំនុកបំរុងមេត្តាបៃតាដោយធម៌អតញ្ញូគ្រួសារនោះនឹងមានសុភមង្គលអូអញ្ចឹងបានគ្រួសារទីសុខសប្បាយរកទទួលទានមានបានការការវាគុំតិចតិជុំហើយគ្រួសារណាមិនសូវដឹងម៉ែមិនសូវដឹងឪឃើញតែឆ្លោះតែគ្នាឃើញតែបោកប្រាស់លើតែវាយទៅទិនវាយខំបាច់អស់ពីថ្ងៃត្រូវគ្នាវិញទៅទិញមកទៀតណា4 10ថ្ងៃឆ្លោះគ្នាលើតែបោកភុំបោកផាន់បោកបោកផាន់ឆ្លោះគ្នាកាន់តែញឹកកូនកាន់តែច្រើនហើយដល់ឆ្លោះគ្នាបាច់ចុះបាច់ឡើងហើយបន្តិចទៀតត្រូវគ្នាវិញទៀតទៅរស់ស៊ីបានវេខ្វះឆ្នាំងបានអីក៏តាំងខ្វះជាងអេបានគេចែកដេកខ្វះស្មុកស្លាបានក៏ទិនបានកន្លោមកពីថ្ងៃឆ្លោះគ្នាបាច់បោកបាច់តិចអស់បន្តិចទៅទិញមកទៀតរស់ស៊ីមកជិតអត់កំណាត់ពីថាមកពីធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយតាណាជាព្រះលើផ្ទះម៉ែយើងឪយើងនឹងហើយយើងធ្វើឲ្យព្រះនេះក្តៅក្រហាយរស់ស៊ីអត់កំណាត់ទេឆ្លោះតែគ្នានឹងដាក់ជ្រូកមកជ្រូកដាក់គោមកកូនតិចសយតិចខាតអូអត់កើតទេទេវតានៅលើផ្ទះគេហៅថាកន្ធពទេវតាជាជំនាញផ្ទះតារាមុខយើងតែហ្មងដូច្នេះហើយទេវតាអត់ថែអាសាយើងទេមានដាក់គំនាយថែមទៀតណាមិនដឹងគុណម៉ែមិនដឹងគុណឪយើងអត់ចូលចិត្តអញ្ចឹងយើងកាន់តែវិនិច្ឆ័យបានក្នុងតារាលោករកឃើញហេតុនាំឲ្យវិនិច្ឆ័យមាន12ហេតុផ្លូវនាំឲ្យវិនិច្ឆ័យមាន12ផ្លូវកូនណាដើរចូលទៅផ្លូវនោះវិនិច្ឆ័យផ្លូវវិនិច្ឆ័យគេថាទី4លោកថាអញ្ចេះកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបៃតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យវិនិច្ឆ័យមកពីហ្នឹងវិនិច្ឆ័យមកពីមិនដឹងគុណម៉ែមិនដឹងគុណឪហើយដល់តែដឹងគុណម៉ែដឹងគុណឪទៅជាមហាស្នេហ៍បកាយបំផុតទៀតដោយមនុស្សទេវតាហើយវិនិច្ឆ័យនោះវិនិច្ឆ័យអីគេវិនិច្ឆ័យអស់ទ្រព្យអស់ញាតិអស់មិត្តអស់ការងារអស់លុយកាក់ធ្លាក់ខ្លួនឈឺបាក់បែកទាស់តែងខ្វាញ់គំនិតគ្នាព្រាត់ប្រាសគ្នានឹងមកគេហៅវិនិច្ឆ័យដោយសារតែយើងធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយ